បងប្អូនថាឃើញទូរស័ព្ទរបស់គេសិតតែទំនើបសិតតែមានមុខងារ AI សម្រាប់លុបរូបភាពដករូបភាពដែលថតនៅក្បែរគ្នាហ្នឹងយើងអត់ចង់ឲ្យគេជាប់នៅក្បែរយើងចង់ដកគេចេញគេអាចដកបានស្រួលអញ្ចឹងណាចុះយើងអត់មានទូរស័ព្ទទំនើបដូចគេតើយើងត្រូវធ្វើដូចម្ដេចដើម្បីអាចដកអ្នកដែលឈរនៅក្បែរយើងដែលយើងចង់ដកគាត់ចេញណាយើងចង់នៅតែម្នាក់ឯងពេលយើងថតទៅជាប់អ្នកផ្សេងអីចឹងទៅបើយើងចង់ដកគេចេញទុកតែយើងអញ្ចឹងណាយើងអាចធ្វើបានបងប្អូនណាមិនចាំបាច់មានទូរស័ព្ទទំនើបក៏យើងអាចធ្វើបានដែរបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចូលមកបងប្អូនត្រូវដំឡើងនៅកម្មវិធីមួយបាទបងប្អូនអញ្ចឹងបងប្អូនចូលមក Play Store បងប្អូនណាបើបងប្អូនប្រើ Android បងប្អូនចូលទៅ Play Store បើសិនណាបងប្អូនប្រើ iOS ចូលទៅ App Store បងប្អូនណាបាទអញ្ចឹងបងប្អូនប្រើ Android បងប្អូនចូលមក Play Store មកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាគឺយើងយកកន្លែង search នេះចុចកន្លែង search ហ្នឹងនេះចុចកន្លែង search ហ្នឹងមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាគឺយើងវាយពាក្យថា Hi Page បងប្អូនណាបាទហ្នឹងហើយអញ្ចឹង iPhone ចូលទៅ iPhone ក៏វាយអញ្ចឹងដែរណាបងប្អូនណាវាយដូចគ្នាណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចុចចំកន្លែងហ្នឹងមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចូលមកនេះឃើញទេបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចុច install មកណាបងប្អូនណាដោយសារតែខ្ញុំបាន install ហើយបានចេញ open អញ្ចឹងបងប្អូន install មកចេញ open បាទនៅពេលណាដែលចេញ open ហើយបងប្អូនទាំងអស់គ្នាគឺយើងចុចលើ open មកណាបាទចុចលើ open មកដើម្បីចូលទៅធ្វើទាំងអស់គ្នាបាទបន្តមកទៀតបងប្អូនចេញអញ្ចឹងបងប្អូនទាំងអស់គ្នាយក agree ណាបាទចុចលើ agree នេះ agree ហ្នឹងចុចលើហ្នឹងមកបាទបន្តមកទៀតចេញលក្ខណៈបែបហ្នឹងបងប្អូនទាំងអស់គ្នាយើងយក allow បងប្អូនណាឃើញ allow ហើយចុចលើ allow មកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងចូលទៅធ្វើយកកន្លែង import បងប្អូនណាបាទចុចលើ import មកបាទបន្តមកទៀតយកពាក្យថា allow all បងប្អូនណាអាកណ្ដាលយកពាក្យថា allow all បាទបន្តមកទៀតបងប្អូនទាំងអស់គ្នាគឺយើងជ្រើសរើសយកនៅរូបភាពណាដែលយើងថតជាប់គេយើងយកមកដកគេចេញណាបាទអញ្ចឹងបងប្អូនដូចថាឧទាហរណ៍ថាខ្ញុំយករូបភាពនេះបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងបានធ្វើការដាក់រូបភាពមកហើយបងប្អូនទាំងអស់គ្នាបាទហើយខ្ញុំសូមប្រាប់កន្លែងនេះបន្តិចបាទកម្មវិធីនោះវាមានមុខងារ make up អីមានមុខងារអីផ្សេងជាច្រើនទៀតបងប្អូនណាបាទហ្នឹងហើយមានច្រើនកែលម្អអីផ្សេងណាបាទអញ្ចឹងដើម្បីយើងធ្វើការដកម៉ូតូនេះចេញឬមួយក៏ដកមនុស្សដែលឈរនៅក្បែរយើងដែលយើងថតទៅជាប់អញ្ចឹងណាយើងអត់ចង់ឲ្យគេជាប់អញ្ចឹងបងប្អូនណាបាទហ្នឹងហើយឃើញទៅដូចថាគេបែកខ្នងបែកអីអញ្ចឹងទៅឃើញទៅអត់ស្អាតអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចង់ដកចេញបងប្អូនទាំងអស់គ្នាហើយសូមបញ្ជាក់ថាការដកហ្នឹងមិនត្រឹមតែដកតែរូបភាពទេសូម្បីតែអក្សរអីជាប់នៅកន្លែងណាដែលសរសេរអញ្ចឹងណាក៏យើងអាចដកបានដែរបងប្អូនណាបាទអក្សរឬមួយក៏អីផ្សេងដែលយើងត្រូវដកហ្នឹងក៏យើងអាចដកបានដែរបងប្អូនណាបាទអញ្ចឹងដើម្បីដកបងប្អូនដាក់រូបភាពយើងមកអញ្ចឹងហើយបងប្អូនមើលមកជួរនេះបងប្អូនអូសមកឆ្វេងបាទអូសមកឆ្វេងបងប្អូនរកពាក្យថា clean up បងប្អូនណាបាទបងប្អូនឃើញពាក្យថា clean up ទេបងប្អូន clean up ខែលោកបងប្អូនមើលអត់ឃើញខ្ញុំ spell ឲ្យបងប្អូនយើងមានអក្សរ C L E A N U P អានមកថា clean up បងប្អូនណាបាទអញ្ចឹងបងប្អូនចុចលើនឹងមកបាទបន្តមកទៀតចេញលក្ខណៈបែបនេះ3ហែគ្នានេះបងប្អូនយកកន្លែង remover ណាបាទយកនេះកន្លែងនេះណាបាទពាក្យថា remover កន្លែងនេះបាទចុចលើនឹងមកបាទបន្តមកទៀតយើងចុចលើនឹងហើយបងប្អូនទាំងអស់គ្នាកន្លែងនេះបងប្អូនឃើញអាហ្នឹងអត់បើយើងចង់ខាត់ដើម្បីឲ្យធំបងប្អូនយើងអូសមកនេះមកណាអញ្ចឹងកំពុងធំយើងអាចខាត់បានធំអញ្ចឹងណាបាទអញ្ចឹងយើងកុំដាក់ធំពេកយើងដាក់មកត្រឹម19មកណាបាទហ្នឹងហើយឬមួយក៏ដាក់ត្រឹម29មកហើយបងប្អូននេះទៅគិតថាប៉ុណ្ណាសមបងប្អូនយកទៅហើយយើងយកម្រាមដៃយើងណាយកម្រាមដៃយើងហ្នឹងគូសមកបាទគូសឲ្យចំម៉ូតូឬមួយក៏រូបណាដែលយើងចង់ដកណានេះទៅខ្ញុំអញ្ចឹងមកណាបងប្អូនណាបាទឃើញអត់គូសអញ្ចឹងមកគូសពីលើអញ្ចឹងមកណាបាទលើរូបឬមួយក៏របស់អីដែលយើងចង់ដកបាទបន្ទាប់មកយើងដកដៃមកគឺទៅបាត់ហើយឃើញអត់បាទអញ្ចឹងខាងក្រោយនេះបើសិនតែយើងចង់ដកនេះយើងប្រហែលជាធំមកយើងយកម្រាមដៃយើងប្រហែលជាធំមកបងប្អូនបាទបន្តមកទៀតយើងមកសេរីនេះសេរីហ្នឹងហ្នឹងតូចតិចមកដាក់ត្រឹម11មកណាបាទដាក់ត្រឹម11បន្តមកយើងយកមកយើងយកម្រាមដៃយើងឆូតចឹងមកណាបាទយកម្រាមដៃយើងឆូតចឹងមកបាទហើយយើងដកដៃទៅបាទអញ្ចឹងនេះហ្នឹងគឺទៅបាត់អស់ហើយបងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងទៅអស់ហើយបងប្អូនទាំងអស់គ្នាណាបាទនៅកន្លែងនេះតិចទៀតបងប្អូនទាំងអស់គ្នាយើងយកម្រាមដៃយើងគូសកន្លែងហ្នឹងមកបាទឃើញទេបាទអញ្ចឹងបងប្អូនមើលទៅថានៅកន្លែងណាដែលយើងចង់ដកទៀតគឺយើងដកមកបាទអូខេហើយបងប្អូនចុចគ្រីសកន្លែងហ្នឹងមកបាទចុចគ្រីសបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងចុច save កន្លែងនេះព្រួយនេះបងប្អូនណាបាទ
ហ្នឹងហើយអញ្ចឹងយើងបានរូបភាពទាំងមួយបងប្អូនទាំងអស់